រៀបសួរបងប្អូននេះជាសកម្មភាពដែលខ្ញុំបានធ្វើការរលាស់ក្បាលទុរេនក្បាលក្តាប់ទុរេនដែលយើងជ្រុះផ្កាហើយអញ្ចឹងហើយយើងរលាស់វាចេញកុំឲ្យវាជាប់ដើម្បីកុំឲ្យវាក្រៀមនៅលើក្តាប់ទុរេនហ្នឹងដែលធ្វើឲ្យក្តាប់ទុរេនខូចវាមិនមានការលូតលាស់ហើយនេះដែរគឺក្តាប់ផ្សេងនៅផ្កាផ្សេងផ្កាវាមាន2វគ្គ3វគ្គទៅតាមនឹងដែរវាច្រើនខុសគ្នាដោយសារវាចេញអត់ស្មើចេញអត់ស្រស់ម្ល៉េះហើយធ្វើឲ្យផ្កានិងក្តាប់នឹងវាចេញបែបខុសគ្នាតែម្ដងហើយនេះហើយគឺជាសកម្មភាពដែលខ្ញុំតែងតែធ្វើតែងតែមើលវារៀងរាល់ថ្ងៃព្រោះនឹងអត់វាចេញខុសគ្នាអញ្ចឹងយើងត្រូវតែធ្វើរាល់ថ្ងៃអត់ធ្វើរាល់ថ្ងៃអត់បានអត់ធ្វើរាល់ថ្ងៃវាធ្លាក់ក្តាប់អស់អញ្ចឹងធ្វើឲ្យទុរេនយើងមានបញ្ហាហើយយើងនឹងមិនអាចទទួលបានផលជាទីគាប់ប្រសើរសម្រាប់យើងនោះទេអញ្ចឹងយើងមានតែព្យាយាមតំណាំមួយមិនថាជាទុរេនឬក៏តំណាំផ្សេងទេឲ្យតែយើងព្យាយាមវានឹងបានលទ្ធផលខ្លះទោះបីជាវាមិនល្អឥតខ្ចោះតែក៏វាបានសម្រាប់យើងប្រើប្រាស់សម្រាប់យើងរួចទៅថ្លៃជីថ្លៃថ្នាំថ្លៃពលកម្មខ្លះដែរវាអាចកាត់បន្ថយបានតែត្រេនចាប់ដើមផ្លែដំបូងតែបើសិនជាត្រេនផ្លែច្រើនហើយដើមធំហើយចឹងយើងថែទាំបានទៅដល់នោះយើងនឹងទទួលបានផលចំណេញពីវាមកវិញខ្លះដែរមិនមែនថាអត់សោះទេរាល់ពលកម្មដែលយើងបញ្ចេញជាកម្លាំងទៅវាតែងតែទទួលបានមកវិញនៅផលជាទីគាប់ប្រសើរដែរអរគុណបងប្អូននេះជាសាវម៉ាវកំពុងតែផ្កាហើយខ្មុំកំពុងតែធ្វើកាហ្វេលំអងពីផ្កាមួយតងទៅមួយតងហើយខ្មុំច្រើនមែនទែនបើសិនជាមានឱកាសខ្ញុំនឹងធ្វើខ្មុំមួយវគ្គទៀតសម្រាប់ដាក់នៅក្នុងនឹងតែម្ដងឲ្យវាប្រមូលលំអងផ្សេងធ្វើជាទឹកខ្មុំធម្មជាតិដែលមានផ្កាគ្រប់រសជាតិនៅក្នុងរីសតតែម្ដងអរគុណច្រើនហើយសម្រាប់នេះតាមដានវីដេអូមានវីដេអូបន្តទៅទៀតគឺមានទាំងសាម៉ាវទាំងទុរេនទាំងកាកាវហើយដំណាំច្រើនមែនទែនទាំងដូងទាំងអីទាំងអស់យើងមានសឹងតែគ្រប់មុខនៃដំណាំទៅហើយព្រោះយើងដាំច្រើនហើយការថែទាំក៏ត្រូវការថែទាំដិតដល់ថែទាំខ្ពស់ដែរមានទាំងដំណាំដំណាំអីទៀតនេះសាម៉ាវនេះវាមានរយៈពេលជាង4ឆ្នាំវាផ្លែបាន2ដងហើយចឹងឆ្នាំមុនម្ដងឆ្នាំនេះម្ដងវាមិនមានបានជាច្រើនប្រហែលទេតែឆ្នាំនេះដើមវារៀងធំជាងមុនល្អជាងមុនក៏វាអាចនឹងបានផលគាប់ប្រសើរច្រើនជាងមុនខ្លះដែរអរគុណបងប្អូនដែលតាមដានបងប្អូនដែលជួយ Subscribe ហើយនឹងតាមដានបន្តទៀតផងដែរសកម្មភាពរលាស់ទុរេនហ្នឹងហើយរលាស់គេហៅមកកត់ទុរេនហ្នឹងហើយមកកត់ផ្កាវាអរគុណច្រើន